នៅប្រទេសជប៉ុនបងប្អូនទាំងអស់គ្នាការទិញតំណែងឬក៏របស់របរមួយទឹកយកមកប្រើប្រាស់ហ្នឹងគេបានចាត់ទុកថាអ្នកនោះគឺជាមនុស្សដែលអន់ឬក៏កម្រិតឯងផ្ទុយទៅវិញគេចាត់ទុកថាគឺជាមនុស្សដែលចេះសន្សំសំចៃនិងជាមនុស្សដែលឆ្លៀសវៃនៅក្នុងការជ្រើសរើសការទិញតំណែងមួយទឹកវាជួយទៅដល់បរិស្ថានកាត់បន្ថយការចំណាយហើយវ៉ាន់ខ្លះហ្នឹងគឺជារបស់ដែល brand និងមានគុណភាពដែលអាចទុកចិត្តបានជនជាតិជប៉ុនមានហេតុផលធំៗ4ដែលនាំឲ្យពួកគេចូលចិត្តទិញតំណែងមួយទឹកនោះយកមកប្រើប្រាស់ទី1ទាក់ទងទៅនឹងគុណភាពជនជាតិជប៉ុនមានទម្លាប់ថែរក្សារបស់ប្រើប្រាស់អីហ្នឹងពួកគេខ្លាំងណាស់ទោះបីជារបស់ដែលប្រើហើយក៏ដោយក៏គុណភាពគឺនៅតែអាចថាល្អហើយអ្នកក្រៅគឺនៅតែអាចប្រើប្រាស់បានដែរហើយរបស់ជាច្រើនដែលអត់ទាន់បានប្រើហ្នឹងគឺគេមានទម្លាប់ថែរក្សាវានៅក្នុងប្រអប់ដើមរួមជាមួយនឹងគ្រឿងបន្លាស់ផ្សេងៗបើយើងមើលទៅស្ថានភាពគឺដូចនៅថ្មីអញ្ចឹងដូចនៅក្នុងវីដេអូនេះបានបង្ហាញថាមានជនបរទេសជាច្រើនគាត់បានទៅទិញតំណែងមួយទឹកនៅប្រទេសជប៉ុននៅក្នុងហាងមួយហើយគាត់និយាយថាគាត់ជឿជាក់ទៅលើគុណភាពទោះបីជារបស់នឹងធ្លាប់ប្រើ15ឆ្នាំហើយក៏ដោយក៏គាត់នៅតែទិញតដែរទី2តាក់ទងទៅនឹងតម្លៃទាបខ្លាំងរបស់ប្រើប្រាស់ជាច្រើនមានតម្លៃថោកជាងការទិញថ្មីនឹងពី50ទៅ90%អញ្ចឹងវាអាចជួយសន្សំសំចៃទៅលើការចំណាយនៃការរស់នៅរបស់ពួកគាត់នឹងបានច្រើនមែនទែនដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយអញ្ចឹងជនជាតិជប៉ុនណាទម្លាប់នៃការសន្សំចៃគឺច្បាស់លាស់មែនតើអញ្ចឹងអ្វីដែលចំណេញគឺគេប្រកាសជាជ្រើសរើសយកឲ្យបូករួមជាមួយនឹងគុណភាពដែលអាចទទួលយកបានទៀតទី3នោះទាក់ទងទៅនឹងភាពសម្បូរបែបមិនថាសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិកគ្រឿងសង្ហារឹមសភៅប្រដាប់ប្រដាក្មេងលេងទាំងអស់យើងអាចទៅរកបាននៅក្នុងហាងជជុះនៅក្នុងប្រទេសជប៉ុនបានទី4នោះទាក់ទងទៅនឹងសុវត្ថិភាពនិងភាពងាយស្រួលបើទោះបីជាអីវ៉ាន់ហ្នឹងមកទឹកក៏ដោយមុននឹងគិតលុយអ្នកគិតលុយឬក៏បុគ្គលិកហាងហ្នឹងគឺគេតែងតែត្រួតពិនិត្យតំណែងឬក៏អីវ៉ាន់មុននឹងគេលក់ឲ្យយើងមួយជាន់ទៀតហើយរបស់ខ្លះហ្នឹងក៏គេអនុញ្ញាតឲ្យយើងអាចដូរវិញបាននៅពេលដែលយើងយកទៅផ្ទះហើយឃើញថាមានបញ្ហាហ្នឹងគឺយើងអាចយកមកដូរវិញបាននេះអាចនិយាយបានថាគឺជារឿងមួយដែលជនជាតិជប៉ុនគាត់ទុកចិត្តទៅលើរបស់ឬក៏តំណែងជជុះយកមកប្រើប្រាស់អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះតំណែងមួយទឹកឬក៏របស់របរប្រើប្រាស់មួយទឹក